ខ្ញុំមកនិយាយតិចចាបងប្អូនទាំងអស់គ្នាប្រកាសជាបានមើលហើយតែต้องជាមួយរឿងនីតិស្នេហ៍ការកៃកាលពីយុគមិញនិយាយទៅអ្នកទាំងអស់គ្នាគឺសពការកៃលើគឺពិបាកខ្លាំងមែនតើអ្នកទាំងអស់គ្នានេះមកតែមើលពីសពភាពរបស់ការកៃឥឡូវនេះគឺការកៃហាក់ដូចជាមនុស្សម្នាក់ដែលលែងសូវខ្វល់ពីអ្វីទាំងអស់អ្នកគ្នាពួកឥឡូវនេះគឺគាត់បាត់បង់ស្នេហាពិបាកចិត្តអញ្ចឹងទៅជាសើចផងយំផងអ្នកគ្នាឃើញសភាពបាត់អូយអ្នកគ្នានិយាយមែនខ្ញុំមើលកន្លែងហ្នឹងហើយខ្ញុំអង្គុយសើចវិញអ្នកគ្នាដោយសារសាច់តាមទូអង្គហ្នឹងណាអ្នកគ្នានិយាយមែនមិនថាអាណិតទេអាណិតតែដោយសារគាត់ធ្វើឲ្យអ្នកមើលសើចមានអ្នកគាត់ឃើញសើចនឹងស្ញញហ្មងណាហើយកន្លែងនេះនាងបាននិយាយទៅកាន់ព្រះអង្គម្ចាស់ថាព្រះអង្គម្ចាស់គួរតែសុបាយចិត្តនៅពេលដែលខ្ញុំសុបាយចិត្តព្រះអង្គម្ចាស់ទៅសុបាយចិត្តទៅបើមិនជាព្រះអង្គម្ចាស់ពិបាកចិត្តខ្ញុំក៏ពិបាកចិត្តដែរព្រោះខ្ញុំគឺជាមហាសេវាត្រូវអីចឹងទៅអូអ្នកគ្នានេះមើលសភាពរបស់ការកៃអ្នកគ្នាឃើញអ្នកគ្នាឥឡូវទៅមើលឈប់បន្តវិញពេលនេះគឺព្រះអង្គម្ចាស់ហៅទន្ធាន់ឲ្យចូលកត្រង់ហើយសឹកតែត្រង់បាននិយាយថាយើងមានការងារឲ្យឯងធ្វើការងារធំមួយចាបើសិនជាឯងធ្វើជោគជ័យទៅឯងនឹងខ្លាយទៅជាអ្នកមានអំណាចឬក៏មានយុទ្ធសាស្ត្រធំអីចឹងទៅហើយជោគជ័យក្នុងជីវិតអីចឹងណាហ្នឹងហើយចាប់ផ្ដើមពេលហ្នឹងគាត់ធៀមគេថាព្រះអង្គម្ចាស់មានអីអាចមានព្រះបន្ទូលមកអញ្ចឹងចាំខ្ញុំស្ដាប់ហ្នឹងទៅបន្ទាប់មកព្រះអង្គម្ចាស់ក៏បានខ្សឹបអ្នកគ្នាចាស់ក៏បានខ្សឹបអ្នកគ្នាខ្សឹបប្រាប់អំពីគោលបំណងឬក៏អ្វីដែលគាត់ចង់ឲ្យគាត់ធៀមធ្វើអញ្ចឹងទៅចាចឹងអ្នកគ្នាឥឡូវយើងក៏លេងមកជំនាញវិញសិនដោយសារកន្លែងនេះគឺក្នុងឯកអមរាកំពុងតែមានបញ្ហាដោយសារពេលហ្នឹងគឺឪពុកគាត់បានប្រាប់ថាសូមឲ្យកូនតម្លាក់កចោលទៅព្រោះសិនជាកូនគាត់នឹងប៉ះពាល់សុខភាពកូនខ្លាំងមែនតើពេលហ្នឹងនាងបាននិយាយថាហេតុអីបានជាត្រូវឲ្យនាងធ្វើអញ្ចឹងព្រោះនាងខំការពាររក្សាយូរមកហើយតែពេលហ្នឹងឪពុកគាត់បញ្ជាក់ថាបើសិនជាកូនមិនធ្វើអញ្ចឹងទេគឺប៉ះពាល់សុខភាពខ្លាំងកុំស្ដាយគាត់នឹងអីអ្នកនរគ្នាឈុតដែលយើងចង់ដឹងខ្លាំងមែនតើពាក់ព័ន្ធជាមួយនឹងគុណធាមតើគុណធាមធ្វើអ្វីអ្នកគ្នាកន្លែងនេះគឺមានតួអង្គមួយចាអ្នកគ្នាកន្លែងហ្នឹងគឺមានតួអង្គមួយដែលធ្វើឲ្យយើងឆ្ងល់មែនតើថាជាអ្នកណាចឹងអ្នកគ្នាចាំមើលថាយកដឹងតើគុណធាមចាត់ការទៅលើអ្នកណាចាហើយបន្ទាប់មកទៅមុខគុណធាមអ្នកគ្នាឃើញអត់ពេលដែលគាត់និយាយជាមួយនឹងព្រះអង្គម្ចាស់គឺញញឹមខ្លាំងមែនតើចានេះរូបភាពហ្នឹងគឺគាត់និយាយជាមួយព្រះអង្គម្ចាស់ថាគុំថាឲ្យប្រពន្ធកូនសូម្បីតែស្ដេចផែនដីក៏គាត់ហ៊ានធ្វើបាបបែរអ្នកគ្នាពេលហ្នឹងអ្នកនរគ្នាដឹងថាអូយព្រះអង្គម្ចាស់បែរជាញញឹមទៅវិញអ្នកនរគ្នាដឹងថាព្រះអង្គម្ចាស់គាត់គិតអីទេពេលហ្នឹងគាត់គិតថាគាត់នឹងមានផែនការឬអង្គបំណងឲ្យទៅលើគុណធាមបន្តទៀតយ៉ាងណាអញ្ចឹងអ្នកនរគ្នាសរុបមកអ្នកនរគ្នាអាចរងចាំទស្សនារឿងនីតិស្នេហ៍ការកៃតាមរយៈ channel YouTube ធ្វើការរបស់បាយ័នឬក៏ប៉ុស្តិ៍បាយ័នគឺចាក់បញ្ចាំងវេលាម៉ោង 7 ដល់ម៉ោង 8 យប់អញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងអ្នកនរគ្នាហើយមាន fan ជាច្រើនដែល comment ក៏ដូចជាអាណិតកម្មតួអង្គគ្រប់ដោយសារអីអ្នកគ្នាដឹងថាការវិភាគមុនគឺតួអង្គការកៃរបស់យើងបានចាត់ការឬក៏បានយកធ្នូបានចំបេះដូងរបស់គ្រប់ចង់ធ្វើឲ្យគ្រប់បានស្លាប់អ្នកគ្នាឬក៏យ៉ាងណាខ្ញុំអត់ដឹងដែរប៉ុន្តែដឹងថាមានអ្នក comment ជាច្រើនថាហេតុអីបានយកធ្វើឲ្យគ្រប់អញ្ចឹងគ្រប់គ្មានកំហុសអញ្ចឹងណាអ្នកគ្នាហើយសរុបទៅរឿងហ្នឹងក៏មានអ្នកទស្សនាច្រើនខ្លាំងមែនតើហើយក៏មានអ្នក comment តាក់ទងជាមួយនឹងតួអង្គគុណធាមជាច្រើនដែរអ្នកទាំងអស់គ្នាតោះចឹងវីដេអូនេះមានប៉ុណ្ណឹងអ្នកគ្នាបាយបាយ